តបមកព្រះអង្គចាក់ទឹកក្នុងផើងមួយរួចចាប់ផ្ដើមលាងជើងពួកសិស្សព្រមទាំងយកក្រមាពីចង្កេះមកជូតផងពេលនោះព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុសលោកទូលព្រះអង្គថាព្រះអង្គចាស់អើយមិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាពេលនេះអ្នកមិនទាន់ដឹងថាខ្ញុំកំពុងធ្វើអ្វីឡើយថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខានលោកពេត្រុសទូលព្រះអង្គថាទេព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាតព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាប្រសិនបើខ្ញុំមិនលាងជើងអ្នកទេនោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយលោកពេត្រុសលោកស៊ីម៉ូនក៏ទូលព្រះអង្គថាព្រះអង្គចាស់អើយបើដូច្នេះសូមកុំលាងតែជើងប៉ុណ្ណោះសូមលាងទាំងដៃទាំងក្បាលផងព្រះយេស៊ូវមានព្រះបន្ទូលថាតបថាអ្នកដែលបានងូតទឹករួចមិនបាច់លាងខ្លួនគឺលាងតែជើងត្បិតខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយអ្នករាល់គ្នាបានស្អាតបរិសុទ្ធតែមិនមែនគ្រប់គ្នាទេព្រះអង្គមានព្រះបន្ទូលថាតែមិនមែនអ្នករាល់គ្នាបរិសុទ្ធដូច្នេះមកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គការព្រះយេស៊ូវលាងជើងឲ្យគេរួចហើយព្រះអង្គស្លៀកពាក់ឡើងវិញយាងមកតុទាំងមានព្រះបន្ទូលសួរទៅគេថាតើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នាឬទេ